Yes សូម share screen អំពីកម្មវិធីចាអញ្ចឹងបងជឿថាគ្នាយើងបានព័ត៌មានដែលបងបានផ្ញើទៅហើយដោយបងផ្ញើទៅប្រហែលជា5ថ្ងៃឬក៏ខ្ទង់មួយសប្តាហ៍អីដែរតកតងជាមួយនឹងអឺ Call for Youth Led Initiatives ហ្នឹងណា2026ហ្នឹងហើយព័ត៌មានហ្នឹងគឺសម្រាប់debater ឬ commenter របស់យើងដែលគាត់បានចូលរួមYouth Perspective 2026ហ្នឹងគឺគាត់បានដឹងខ្លះហើយដោយសារយើងបានចែកម្លែកជាមួយគាត់តែសម្រាប់គ្នាយើងផ្សេងទៀតប្រហែលជាថ្មីព្រោះអាចថា project នេះគឺពួកយើងទើបតែចាប់ផ្ដើមinitiate ដូចគ្នាដែរអញ្ចឹងណាហើយក៏អឺយើងធ្វើវាឡើងក៏ទៅតាមសំណើរបស់គ្នាយើងយុវជនមុនដែលធ្លាប់លើកឡើងថាយើងចង់ឲ្យ YP នឹងមានអីបន្តទៀតយើងអត់ចង់ថាYP ធ្វើហើយអីអញ្ចឹងទៅអញ្ចឹងហើយនឹងគឺជាគោលបំណងដែលយើងបង្កើតYouth Led Initiatives នឹងកើតឡើងសម្រាប់ឆ្នាំនេះហើយយើងសង្ឃឹមថាវាអាចនឹងជាអឺជំហានដំបូងហើយនឹងអាចមានជាជំហានបន្តទៀតហើយនឹងយើងនឹងរៀនសូត្រពីអ្នកទាំងអស់គ្នាដែរថាធ្វើបែបនេះដើម្បីឲ្យគម្រោង Youth Lab ហ្នឹងវាអាចល្អប្រសើរទៅមុខទៀតបើសិនជាឆ្នាំនេះវា work well ណាចាអូខេអញ្ចឹងហ្នឹងហើយគ្នាយើងបានឃើញអានេះហើយបងជឿថាគ្នាយើងក៏បានអានព័ត៌មានតកតងមួយនឹង objective របស់កម្មវិធីរបស់opportunity មួយហ្នឹងអឺ mainly គឺមានន័យថាយើងចង់ឲ្យគ្នាយើងនឹងដែលជាអ្នកដែលបានធ្លាប់ចូលរួមជាមួយនឹងគម្រោងដែល NGO Sido ក៏ដូចជា ruler ក៏ដូចជាអ្នកដែលសហការផ្សេងទៀតកន្លងមកហ្នឹងធ្វើរួមគ្នាហ្នឹងគ្នាយើងបានចែកម្លែកច្រើនណាហើយពួកបងពិតជាសប្បាយហើយនឹង appreciate មែនតើដែលឃើញគ្នាយើងពិតជាបានរៀនសូត្រព្រោះគ្នាយើងបានចែកម្លែកថាគ្នាយើងពិតជាបានរៀនសូត្រហើយទទួលបានបទពិសោធន៍ក៏ដូចជាចំណេះដឹងនឹងលើសពីការរំពឹងទុកអីផ្សេងយើង build skill របស់យើង knowledge របស់យើងហើយធ្វើឲ្យយើងនឹងអាចបន្តជំហាន journey របស់យើងនៅក្នុងចំណេះដឹងណាមួយហ្នឹងបន្តទៅរឿងថ្មីទៀតដូចបងបានឃើញគ្នាយើងមួយចំនួនគាត់បន្តទៅចូលរួមជាមួយនឹងគ្នាយើងដដែលហ្នឹងនៅក្នុងកម្មវិធីផ្សេងទៀតហើយខ្លាយទៅជាវាលគ្មិនខ្លាយទៅជា MC អីហ្នឹងគឺអឺអាចនិយាយបានថាវាជាចំណែកមួយនៃកម្មវិធីរបស់យើងអញ្ចឹងយើងមិន claim credit ទាំងអស់ទេចាអញ្ចឹងពិតជាសប្បាយចិត្តមែនតើអញ្ចឹងហើយយើងចង់ឃើញថាអឺឥឡូវក្រោយពីគ្នាយើងទទួលបានចំណេះដឹងបទពិសោធន៍ទាំងអស់ហ្នឹងហើយមានការ form ជាក្រុមអីផ្សេងហ្នឹងតើគ្នាយើងនឹងយកចំណេះដឹងហ្នឹងទៅចែកម្លែករបៀបណាពួកដែលពួកបងឃើញហ្នឹងអូខេគ្នាយើងបានចូលរួមចែកម្លែកហើយតាមរយៈកម្មវិធីរបស់គេផ្សេងអញ្ចឹងទៅអញ្ចឹងពី NGO Sido ក៏យើងចង់ចូលរួមចំណែកធ្វើម៉េចដើម្បីឲ្យគ្នាយើងហ្នឹងអាចយកចំណេះដឹងរបស់ខ្លួនឯងហ្នឹងពិតជាបានទៅចែកម្លែកទៅដល់អ្នកផ្សេងទៀតផ្ទាល់ហ្មងអញ្ចឹងណាតាមរយៈការគ្រប់គ្រងរបស់ NGO Sido អញ្ចឹងទៅហ្នឹងហើយក្នុង scope ហ្នឹងអឺដោយសារអានេះបងនិយាយត្រឡប់ឲ្យឲ្យអឺដល់រឿងបាត់ចិត្តតែម្ដងព្រោះកន្លែងនេះដោយសារសកម្មភាពគ្នាយើងធ្វើទៅបានក៏វាអាចថា base ទៅលើបាត់ចិត្តខ្លះដែរអឺធំឬក៏តូចក៏វាអាស្រ័យទៅលើបាត់ចិត្តដែរអញ្ចឹងដោយសារតែយើងអាចនិយាយបានថាសកម្មភាពនេះយើង pilot អញ្ចឹងយើងអត់ចង់ឲ្យគ្នាយើងធ្វើលើរឿងអីធំគិតដល់រឿង project អីធំទៅខេត្តទៅអីធំទេយើងចង់ឲ្យគ្នាយើង start from small small action ហ្នឹងក៏វា matters ខ្លាំងមែនតើ as long as គ្នាយើងបាន contribute ចឹងណាចឹងគ្នាយើងអាចធ្វើនៅក្នុងទម្រង់អីក៏បានដែរណាដែលវាសមស្របទៅនឹងការប្រើប្រាស់ថវិកាអញ្ចឹងpurpose នៃ action ហ្នឹងគឺយើងចង់លើកទឹកចិត្តឲ្យគ្នាយើងធ្វើសកម្មភាពដូចជាអឺនៅក្នុងកំឡុងពេលinternational event មួយចំនួនដូចឥឡូវចាប់ពីពេលឥឡូវហ្នឹងវានឹងមានដូចជាថ្ងៃទី12ខែ8អញ្ចឹងគេមាន International Youth Day អញ្ចឹងណាហើយបន្តទៅមុខទៀតហ្នឹងគេមានអឺ16 day campaign ឬក៏ Human Rights Day ឬក៏ other days អីចឹងទៅ it can be any days ប៉ុន្តែវាអត់ limit ថាតតែចាំត្រូវកន្លងពេលហ្នឹងអត់ទេយើងអាចធ្វើមុនឬក៏ធ្វើក្រោយ all of the action that you guys ធ្វើគឺវានឹង contribute ទៅអឺទាំងអស់ហ្នឹងទៅនឹង awareness raising ឬក៏អីផ្សេងនៅក្នុង any days in any international youth in international events
ឬក៏មិនបាច់ចាំតែ international event ក៏ដោយឡើយហ្នឹងបងចង់កុំឲ្យគ្នាយើងគិតថាវារៀង limit space របស់យើងអញ្ចឹងណាចា ប៉ុន្តែតម្រង់ដែលយើងចង់ឃើញហ្នឹងគ្នាយើងអាចធ្វើជា social media campaign ជា exhibition ហ្នឹងវាមិនមែនចាំបាច់លក្ខណៈធំទេឧទាហរណ៍ថាគ្នាយើង design អីតូចតូចហើយយើងចង់ invite a group of friends or youth to ចូលរួមevent របស់យើងហើយយើងដាក់តាំងបង្ហាញហើយយើងបញ្យល់ឬក៏យើងជជែកឲ្យគាត់ឃើញថាគោលដៅដែលយើងធ្វើអាហ្នឹងដើម្បីអីអញ្ចឹងទៅ it can be small action again ដែលពួកបងលើកទឹកចិត្តមែនតើហើយវាអាចជា peer to peer dissemination community or university dialogues វា dialogue ហ្នឹងជួនកាលគ្នាយើងក៏គិតទៅឃើញធំដែរប៉ុន្តែ it can be small dialogue small group ហ្នឹងហើយនឹង can be other creative advocacy and awareness action ដែល purpose ដែលចម្បងហ្នឹងគឺយើង promote youth engagement នៅក្នុងការ នៅក្នុងរឿង Women's Rights Gender Equality Human Rights ចឹងទៅហ្នឹងហើយហើយផងដែរកន្លែងនេះ fund របស់យើងដូចបងបញ្ជាក់ពីដើមចឹងថាគឺវាអត់ for everyone ទេ special ហ្នឹងគឺសម្រាប់តែ you guys ដែលធ្លាប់បានចូលរួមនៅក្នុង NGO Sido Project Supported ណាចាអញ្ចឹងyouth ដែលធ្លាប់ចូលមួយនឹង NGO Sido Project កន្លងមកហ្នឹងគឺគាត់ eligible នៅក្នុងការ apply ហើយ priority កន្លែងនេះក៏យើងមិនមែនថា limit បេក្ខភាពបរិសុទ្ធអីទេប៉ុន្តែយើងគ្រាន់តែចង់ឲ្យអតិភិបមានន័យថាយើងចូលរួមនៅក្នុងការអឺបើទៅជំរុញឲ្យមានសមភាព gender ហ្នឹងឲ្យរៀងលឿនដោយសារតែយើងដឹងហើយថាអ្នកដឹកនាំជាបរិសុទ្ធហ្នឹងមានច្រើនហើយអញ្ចឹងបើសិនជាក្នុងសកម្មភាព small activity យើងមានអ្នកដឹកនាំជាស្ត្រីឬក៏អ្នកដែលគាត់មកពីសហគមន៍អ្នកស្លាញ់ភាពដូចគ្នាឬក៏អីហ្នឹងគឺយើងពិតជា highly encourage មែនតើអញ្ចឹងណា yes អូខេអញ្ចឹងសម្រាប់ budget ដូចគ្នាយើងបានដឹងហើយនេះគឺកញ្ចប់ធំប៉ុណ្ណឹងហើយយើង cover budget ដែល cover បានហ្នឹងគ្នាយើងអាចយកទៅប្រើប្រាស់សម្រាប់អឺ venue food refreshment drink ឬក៏ any material ដែលប្រើប្រាស់សម្រាប់ support activity គ្នាយើងហើយ date គ្នាយើងបានឃើញហើយបងដាក់ clear នៅនឹងស្រាប់ហើយ មានគ្នាយើងចូលក្រោយទៀតអីអឺហើយbenefit ជំនាញនេះសម្រាប់គ្នាយើងដែលគាត់បានចំណាយពេលវេលាទាំងknowledge experience ការរៀបចំអីផ្សេងហ្នឹងពី NGO CDO ទៅនឹងយើងនឹង contribute ជា recommendation letter បើសិនជាគ្នាយើងត្រូវការនៅក្នុងការប្រើប្រាស់យកទៅ apply លើរឿងអីចឹងណាអញ្ចឹងយើងនឹងចេញជា recommendation letter ឲ្យគ្នាយើងអឺហ្នឹងហើយ opportunity របស់គ្នាយើងដើម្បី contribute ទៅសង្គមវិញដែរអញ្ចឹងណា yes អូខេអញ្ចឹងយើងមានតម្រងអញ្ចឹងតម្រងពួកបងបានចែកម្លែកហើយអញ្ចឹងបងសូមចូលទៅតម្រងតែម្ដងទៅបងគាត់ថាតម្រងគឺសំខាន់ដែរដែលគ្នាយើងអាចនឹងឆ្ងល់ថាកន្លែងខ្លះអឺដាក់ទៅហៅអត់សូវច្បាស់ហើយគ្នាយើងអត់ច្បាស់ថាតើកន្លែងតម្រងហ្នឹងដាក់ព័ត៌មានហ្នឹងវាត្រឹមត្រូវឬក៏មិនអញ្ចឹងណាហើយគ្នាយើង feel free to កាត់បងអាចមានសំណួរអីអាចសួរហ្មងណាkalauបងនិយាយទៅគ្នាយើងអឺអត់ហ៊ានកាត់ហ្នឹងហើយអូខេអញ្ចឹងតម្រង់ពួកបងដោយសារតែយើងលើកទឹកចិត្តឲ្យគ្នាយើងធ្វើជា action ហ្នឹងតូចអញ្ចឹងយើងអត់ឲ្យគ្នាយើងបំពេញតម្រង់application អីស្មុគស្មាញទេអញ្ចឹងយើងព្យាយាមធ្វើវាឲ្យ simple មែនតើចាអញ្ចឹងនេះយើងគ្រាន់តែចាប់ផ្ដើមពី applicant information ហ្នឹងយើងចង់ដឹងថាគ្នាយើងចង់ apply ជាក្រុមឬក៏យើងចង់ apply ជា individual អញ្ចឹងណាព្រោះអាចយើងព្យាយាម foresee ទៅថាខែលោមានគ្នាយើងចង់ធ្វើសកម្មភាពហ្នឹងម្នាក់ឯងឬក៏ individual ហ្នឹងដោយឧទាហរណ៍ថាគ្រាន់តែចង់ធ្វើជាបែប social media campaign នេះអញ្ចឹងខែលោគ្នាយើងគិតថាខ្ញុំម្នាក់ឯងអាច handle បានហើយឬក៏យើងចង់បង្កើតជា infographic អីមួយអំពី youth engagement to promote women's rights ឬក៏អីអញ្ចឹងណាអញ្ចឹងយើងចង់ធ្វើតែម្នាក់ឯងអីអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាហេតុដែលពួកបងបានសួរសំណួរតើតងថាតើគ្នាយើងចង់ apply ជា individual ឬក៏ team អញ្ចឹងណាអឺ yes អញ្ចឹងបើសិនជាគ្នាយើង apply ជា team យើងដាក់ជា team មកជា individual យើងដាក់ជា individual មកកន្លែងពណ៌ pink នេះណាចាហើយបើយើងមានឈ្មោះ team you can also share ឈ្មោះ team អញ្ចឹងឧទាហរណ៍ដូចគ្នាយើងជា debater ឬក៏គ្នាយើងផ្សេងទៀតដូច
កន្លងមកយើងមិនមានឈ្មោះ team យើងត្រូវហ៎ដូចសហអីគេចឹងទៅអីអឺអីគេសមភាពពលឺសមភាពឬក៏អីចឹងទៅអញ្ចឹង you can also use that name for your team name ឬក៏ you wanted to create new name អញ្ចឹង it's up to you guys បើមានដាក់មានបើអត់ក៏អត់អីដែរអញ្ចឹងណាចាអញ្ចឹងបើសិនជា you guys apply as a team ឬក៏ individual ក៏ដោយក៏ត្រូវតែបំពេញព័ត៌មាននៅក្នុងតារាងនេះដែរអញ្ចឹងណាអញ្ចឹងបើយើង apply ម្នាក់ឯងយើងដាក់ឈ្មោះតែឯងម្នាក់ឯងមកអត់អីទេអញ្ចឹងណាហើយអឺចូលឆ្លើយតាមសំណួរតម្រងនឹងអញ្ចឹងទៅចាហើយបើយើងមាន team yeah list down your team មកអញ្ចឹងណា information អីផ្សេងផ្សេងចឹងមកហើយឡែកសំណួរតើតើ what NGOCDO activity have you been participated in ហ្នឹងគឺចង់សម្ដៅថាគ្នាយើងធ្លាប់ចូលសកម្មភាពអីព្រោះដូចបងលើកឡើងខាងលើចឹងថាevent របស់មានថា program របស់ NGOCDO យើងមិនមែនមានតែ YP ទេយើងមាន Dignity Cambodia ដែរអញ្ចឹងណាអញ្ចឹងបើគ្នាយើងធ្លាប់ចូលឧទាហរណ៍ថាចូល YP ឆ្នាំណាអញ្ចឹងទៅជាអីគេជា debater ជា mentor អញ្ចឹងណាហើយជា volunteer YP ឆ្នាំណាអញ្ចឹងទៅ yes just that អញ្ចឹងយើងគ្រាន់ចង់ដឹងថាតើគ្នាយើងនៅក្នុងឆ្នាំណាខ្លះបានចូលរួមនៅក្នុង project យើងអញ្ចឹងណា yes propose activity yeah តើ activity title យើងហ្នឹងចង់ធ្វើអីគេឧទាហរណ៍ like អឺមិនទៅអឺ use media ឬក៏ whatever you want to និយាយទៅលើប្រធានបទអីកន្លែងហ្នឹងណាខ្ញុំសម្ដៅថាអញ្ចឹងអឺ use dialogue on អីចឹងទៅឬក៏ use cafe on whatever ចឹងអាស្រ័យទៅលើ activity របស់គ្នាយើង being creative around ចឹងណា as long as វាចូលទៅលើobjective របស់យើងកន្លែងនេះណាបងនៅតែព្យាយាម emphasize ឡើងនឹងឡើងវិញតមក what result do you hope your activity will achieve ហ្នឹងក៏ចង់សម្ដៅថាស្តៀងនឹង objective ដែរតើ objective របស់activity គ្នាយើងហ្នឹងយើងចង់អឺសម្ដៅដល់អីយើងចង់បានអីយើងធ្វើសកម្មភាពនឹងហើយយើងរំពឹងថាបានអីចឹងណាហើយដូចបញ្ជាក់ចឹងដោយសារតែពួកបង encourage ថាគ្នាយើងធ្វើ small activity យើងអត់ទៅរំពឹងថាអូគ្នាយើងធ្វើមកទៅចេញ impact អីពេញប៉ុណ្ណាប៉ុណ្ណីធ្វើឲ្យសង្គមនឹងផ្លាស់ប្ដូរអីអត់ទេ just small change like អឺ just small result ឬក៏ activity ដែលគ្នាយើងចង់ achieve ដូចថាអូយើងបានឃើញយុវជនដែលជា target របស់យើងហ្នឹងពីមុនដែលយើងគិតថាអូគាត់អត់ដែលសូវដឹងពីរឿងហ្នឹងទេហើយគាត់ធ្លាប់បានចូលរួមលើរឿង debate ទេយើងចង់បង្កើតsharing session អំពី debate skill ឧទាហរណ៍អញ្ចឹងណាអញ្ចឹងពេលពួកគាត់បានមកចូលរួមមួយយើងសង្ឃឹមថាពួកគាត់អាចមានភាពក្លាហានជាងមុនហ៊ាននិយាយឬក៏អីអញ្ចឹង it can be small small result ដែលគ្នាយើង observe ទៅឃើញឬក៏ពេលដែលយើងធ្វើសកម្មភាពហ្នឹងទៅយើងរំពឹងថាគាត់នឹងចេញជា result អីចឹងណា yes so it can be one or two sentence ដែលគ្នាយើងអាចនិយាយនឹងបានឬក៏យើងសរសេរជា bullet point ក៏បានដែរវាងាយស្រួលអានចឹងណា yes តើមកឡើយនេះtarget គ្នាយើងនៅណា how many ចឹងទៅអញ្ចឹង how many ហើយនឹង target ឬក៏កន្លែងដែលគ្នាយើងធ្វើនោះ again វា reflect ទៅលើ budget វិញដដែលគឺពួកបងអត់រំពឹងថាគ្នាយើងទៅធ្វើជាមួយមនុស្សរាប់រយនាក់អីទេគ្នា10នាក់5នាក់ឬក៏ប្រហែលអ្នកក៏ដោយឲ្យតែគ្នាយើងគិតថា budget ប៉ុណ្ណឹងយើងអាចប្រើប្រាស់ទៅវាសមរម្យសមហេតុផលអញ្ចឹងណា yes អញ្ចឹង target audience participant ឡើយនេះ who you can say university youth university students who ណាគេណាប៉ុន្តែ target youth ឡើយហ្នឹងក៏ឲ្យវាត្រូវជាមួយនឹង objective របស់យើងដែរណា yes ហើយនឹងប្រធានបទយើងដែរ number of participant យើងចង់ធ្វើប្រមាណឧទាហរណ៍ដូចខាងលើហ្នឹងយើង list មកគ្នាយើងមាន5នាក់អញ្ចឹងយើងសេរីសរងព្រោះ budget ហ្នឹងយើងត្រូវ cover អាហារឬក៏ drink អីខ្លួនឯងដែរត្រូវហ៎អញ្ចឹងយើងសេរីសរង number of participant ហ្នឹងក៏ include យើងក្នុងហ្នឹងដែរប៉ុន្តែក្នុងនេះយើង list តែ participant ទេព្រោះខាងលើយើងមាន number of គ្នាយើងហើយឯងអញ្ចឹងយើងអត់ include ខ្លួនឯងនៅក្នុង number of participant នេះទេអញ្ចឹងណា yes location of activity ឡើយនេះបងដាក់មកកញ្ចក់ online in person ហ្នឹងគ្រាន់ចង់អឺបញ្ជាក់ថាបើសិនជាគ្នាយើងចង់ធ្វើ online សំដៅដល់ថាគ្នាយើងធ្វើជាបែប social media campaign ប៉ុន្តែចង់មិនចង់គ្នាយើងក៏អាចធ្វើលក្ខណៈថាមុននឹងយើងធ្វើongoing social media campaign ហ្នឹងគ្នាយើងអាចមាន in person gathering មួយដើម្បី to inform ដូចអីគេវិធីសម្ពោធcampaign យើងឧទាហរណ៍ចឹងណា
ចឹងយើងហៅមនុស្សមួយអ្នកមកចឹងទៅដើម្បី support social media campaign របស់យើងអឺអឺតបមកបានយើងចាប់ផ្ដើមមាន post regular ឬក៏យើងចង់ធ្វើជា social media campaign ប៉ុន្តែយើងចង់ធ្វើជា quiz ដើម្បីឲ្យមាន engagement ឧទាហរណ៍ណាអញ្ចឹងយើងអាចមានជាសម្ភារៈយើងអាចយកទៅប្រើប្រាស់ពួកអីបាត់ចិត្តដូចបញ្ជាក់ខាងលើយើងអាចប្រើប្រាស់បាត់ចិត្តហ្នឹងទិញជាសម្ភារៈអញ្ចឹងសម្ភារៈនេះយើងគិតថាទិញជាសម្ភារៈអីដែលសមល្មមដែលគិតថាយើងយើងធ្វើ social media campaign ហើយយើងចង់ឲ្យមាន engagement យើងធ្វើជា quiz ធ្វើជាអីដើម្បីមាន small gift ឬក៏ giveaway ឲ្យពួកគាត់អីចឹងទៅអញ្ចឹងthat's why បងដាក់ online ឬក៏ in person ឡើងហ្នឹងណាចាហើយបើសិនជាគ្នាយើងមានយើងធ្វើ in person ហើយយើងជាក់លាក់ថាយើងដឹងថាអូយើងចង់ទៅធ្វើនៅហាងកាហ្វេឈ្មោះអីឬក៏អីអីហ្នឹងក៏អាចដាក់បានដែរណាតែបើអត់តន់ច្បាស់ទេក៏អត់អីដែរយើងចាំពេលដែលយើងselection ហើយតោះមកយើង work ទៅលើ agenda ក៏បានអញ្ចឹងណាអូខេឥឡូវយើងមក activity timeline activity timeline នេះគឺអឺយើងគ្រាន់ចង់ដឹងថាអានេះវាដូច activity plan របស់យើងដែរថាតើគ្នាយើងនឹងធ្វើអីគេខ្លះដូចថា pre activity មុននឹងថ្ងៃ event ធំថ្ងៃ event ដែលយើងជួបមួយនឹងយុវជនឬក៏ថ្ងៃ event ដែលយើងធ្វើ sharing session របស់យើងហ្នឹងតែយើងធ្វើអីគេខ្លះយើងអាចមាន team meeting ឬក៏យើងអឺ work on slide preparation ឬក៏អីអីចឹងណាហ្នឹងហើយគ្នាយើងអាច share list មកដែរចឹងណាថាយើងធ្វើអីគេហើយយើងក្រុងធ្វើថ្ងៃណាអញ្ចឹងកន្លែងនេះក៏ពិតវាមិនត្រឹមតែ guide ពួកបងហើយយើងវានឹងជួយ guide គ្នាយើងក្នុងនាមជាអ្នករៀបចំសកម្មភាពនឹងដែរអញ្ចឹងណាដល់ពេល during activity យើងធ្វើអីគេ during activity មានថា sharing session kick off វាមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេណាហើយ post activity ឡើងនេះគឺសំដៅដល់ថាពេល activity ចប់យើងធ្វើអីគេជាទូទៅយើងមិនត្រូវចាប់ផ្ដើមប្រមូលធាតុចូលឬក៏ប្រមូលជាអឺអាចថា small របាយការណ៍អញ្ចឹងណា small report អីអញ្ចឹងវា it doesn't have to be big report ហ្នឹងហើយគ្រាន់តែយើងទៅ cultivate អីដែលយើងបានធ្វើហើយហ្នឹងវាបានចេញជា result អីគេខ្លះអញ្ចឹងណាហើយយើងមាន team meeting ដើម្បីធ្វើ report ឬក៏ meeting មួយនឹងពួកបងដើម្បីធ្វើ reflection អីចឹងណា yes អញ្ចឹងគ្នាយើងក៏ធ្លាប់ជួបដែរថាពេលដែលយើងធ្វើ event ចប់មួយគឺយើងមានជា small reflection អីចឹងទៅ yes ហើយអានេះបើគ្នាយើងមានដូចថាគ្នាយើងខ្លះគាត់អាចថាមាន plan ហើយអស់អីចឹងណាចឹងបើគាត់មាន draft agenda ក៏គាត់អាច share ដែរបើគាត់អត់មានក៏ធ្វើដែរ propose budget ចឹងហ្នឹងហើយ budget នេះគ្នាយើង propose មកតាម budget ដែលអាចប្រើប្រាស់បានអញ្ចឹងអឺ budget ដែលអាច cover ហ្នឹងមាន venue មាន food ដូចតែយើងបានបញ្ជាក់ខាងលើដដែលហើយ budget ហ្នឹងគឺវាត្រូវតែនៅក្នុងអឺចំនួន$250ហ្នឹងអញ្ចឹងណាក៏ប៉ុន្តែនេះពួកបងដាក់ pilot ទី1ទី2យើងអត់ចង់ឲ្យគ្នាយើងឆ្លងកាត់ភាពស្មុគស្មាញលើរឿង procurement ដោយសារតែនៅតាមអង្គការនៅការចាយ budget វាមានគោលការណ៍របស់គេអញ្ចឹងណាចាំបើយើងចាយពី$300ទៅវាតម្រូវឲ្យមានឯកសារអីស្មុគស្មាញហ្នឹងហើយអញ្ចឹងបងសូមបញ្ជាក់ថាបាត់ចិត្តដែលគ្នាយើងស្នើមកនេះគឺយើងប្រើប្រាស់នៅក្នុងទម្រង់បែប advance budget ណាគ្នាយើងមួយចំនួនបាទធ្លាប់ឮហើយអញ្ចឹង advance budget ហ្នឹងគឺយើងស្នើថវិកាមក NGOC ដអញ្ចឹងអីដែលយើងត្រូវរៀបចំពេលដែលយើងស្នើថវិកានឹងហើយរាល់សកម្មភាពដែលយើងចាយគឺវាតម្រូវឲ្យមានឧទាហរណ៍ថាយើងត្រូវមិញណាឧទាហរណ៍ដូច pre activity នឹងយើងមាន team meeting ម្ដងយើង plan ចាយប៉ុន្មានអញ្ចឹងកន្លែងហ្នឹងបើយើង plan ចាយឧទាហរណ៍$20សម្រាប់ team meeting ដើម្បីទិញវិញដោយសារ team meeting យើងត្រូវការពេលអង្គុយធ្វើការមួយគ្នាយើងត្រូវការញ៉ាំបាយយើងត្រូវការ drink អីចឹងទៅ discussion គ្នាអញ្ចឹងអឺថ្ងៃប្រជុំហ្នឹងគឺតម្រូវឲ្យគ្នាយើងត្រូវតែមានវិក័យប័ត្រមាន attendance list ហើយនឹងsmall note មួយពីថ្ងៃដែលយើងប្រជុំអីចឹងទៅវាអញ្ចឹងណាចាហ្នឹងគឺជាតម្រូវការរបស់finance ប៉ុន្តែបងអត់ចង់ឲ្យគ្នាយើងស្ដាប់ទៅស្មុគស្មាញពីឥឡូវទេពួកបងនឹងអឺជួយ coordinate គ្នាយើងអញ្ចឹងណាសំខាន់ឲ្យគ្នាយើងយល់ពីអឺមិនទៅអឺ rule មួយចំនួនរបស់ស្ថាប័ននៅក្នុងការប្រើប្រាស់ថវិកាដែរអញ្ចឹងណាហើយពួកបងដាក់បាត់ចិត្តប៉ុណ្ណឹងហ្នឹងទីមួយយើងចង់ pilot ឲ្យគ្នាយើងធ្វើសកម្មភាពតូចៗសិនហើយនៅពេលដែលអឺចូលដល់គ្នាយើងទទួលបាន fund ហ្នឹង
ពួកបងនឹងជួយសរុបសរួលលេហ្នឹងហើយយេចឹងបងក៏ថាមានតែប៉ុណ្្នឹងទេគ្នាយើងបំពេញទម្រង់នឹងហើយតបមកផ្ញើមកអ៊ីមែលរបស់ NGO Sido មកណាអឺយើងបានបញ្ជាក់នៅក្នុងapplication អូខេអញ្ចឹងឥឡូវបងក៏ថាប៉ុណ្្នឹងសូមឲ្យគ្នាយើងធ្វើការសួរសំណួរបើសិនជាមានសំណួរមានគ្នាយើងមានសំណួរឯងអាចបើកម៉ៃនិយាយហ្មងក៏បានដែរអូនមិនដែរបងទៅលឿនពេកអត់អូខេអត់មានសំណួរទេអត់មានទេបងបញ្យល់បានល្អអូអូខេចឹងច្បាស់ហើយเนาะប្រហែលជាឆ្លើយនឹងសំណួរដែលគ្នាយើងត្រៀមខ្លះហើយអូខេរតនាអូនចាអរគុណច្រើនបងសម្រាប់ការ present អញ្ចឹងបងសុំសួរមួយបងដោយសារបងឃើញបងដាក់នៅក្នុងapplication ហ្នឹងថ្ងៃដែលយើង implementation project របស់យើងហ្នឹងគឺកំឡុងខែ12បងចាបើសិនជាយើងអាចនឹងធ្វើខែ11ឬក៏ដើមឆ្នាំខែ1អីវិញបានអត់បងអរគុណអូខេច្រើនបងអូនអរគុណអូនអឺ សំណួរល្អកន្លែងហ្នឹងគឺយើងលើកទឹកចិត្តឲ្យគ្នាយើងធ្វើឲ្យបានមុនឆ្នាំថ្មីដោយសារតែ project នេះគឺសម្រាប់ project ឆ្នាំនេះអញ្ចឹងណាហើយដូចបងបញ្ជាក់ពីដើមចឹងដោយសារតែយើងលើកទឹកចិត្តឲ្យគ្នាយើងធ្វើ small small activity វានឹងមិនត្រូវការពេលវេលាគ្នាយើងច្រើនធ្វើដល់4 5 6ខែដូច YP អីទេអញ្ចឹងអឺចាប់ពីខែ8ទៅគ្នាយើងអាច start ធ្វើ activity រហូតដល់ខែ12អញ្ចឹងណាអញ្ចឹងចាប់ពីខែ8ទៅខែណាក៏បានដែរគ្នាយើងចង់ធ្វើ activity រហូតដល់ខែ12តែអត់អាចលើសខែ12បានទេអញ្ចឹងណា Yes ដោយសារតែ project budget ដែលយើងត្រូវចាយគឺសម្រាប់តែឆ្នាំនេះទេអញ្ចឹងណាអូនបើសិនជាឆ្នាំថ្មីអាហ្នឹងសម្រាប់អឺ call ឆ្នាំថ្មីទៀតអញ្ចឹងណាអញ្ចឹងឆ្នាំថ្មីពួកយើងនឹងអាចមាន call ឆ្នាំថ្មីទៀតនិយាយទៅដូច YP អញ្ចឹងគឺមួយឆ្នាំយើងធ្វើម្ដងអញ្ចឹងណាតើអត់អូនបងឆ្លើយសំណួរអូនឯងអត់អឺចាបងចាអរគុណច្រើនបងអូខេអូនបងមានសំណួរមួយផ្សេងទៀតដោយសារតែពេលដែលយើង submit application ហ្នឹងបងត្រូវ short list ដែរត្រូវអត់បងឲ្យបងមាន interview អីអត់ឬក៏មិនអីអញ្ចឹងហ៎អូខេ បង good question ហ្នឹងហើយនិយាយទៅ again ដោយសារតែ opportunity នេះគឺ special សម្រាប់តែគ្នាយើងឯងមានន័យថាពួកយើងធ្លាប់ធ្វើការមួយគ្នាយើងហើយឯងអញ្ចឹងយើងអត់មាន interview អត់ strict អត់អីទាំងអស់អញ្ចឹង as long as គ្នាយើង apply មកយើងអានទៅអឺ proposal មិនមែន proposal ទេ like application របស់គ្នាយើងហ្នឹងវា respond ទៅ objective របស់អឺ call application ហ្នឹងអញ្ចឹងគ្នាយើងនឹង accepted គ្នាយើងតែម្ដងហើយនឹងធ្វើការជាមួយនឹងគ្នាយើងដើម្បីឲ្យទៅ guide គ្នាយើងអំពីដំណើរការនៃការដែលស្នើថវិកាការប្រើប្រាស់ថវិកាអីអីហ្នឹងហ្មងអញ្ចឹងណាអត់មាន interview អី strict ទេអញ្ចឹងណាយើងគ្រាន់តែបើសិនជាក្នុងករណីគ្នាយើងដាក់ស្នើ budget មកហើយពេលដែល team អាចមាន team finance គាត់ជួយ review ខ្លះអញ្ចឹងគាត់មានជា question អីយើងគ្រាន់តែ question ទេអញ្ចឹងតោះមកយើងគ្រាន់ clarify មួយគ្នាហើយយើងអត់មាន interview អី strict អីទេអញ្ចឹងណា yes បងអូនអរគុណច្រើនបងចាអូនអរគុណអូនសម្រាប់សំណួរព្រោះតែហ្នឹងប្រហែលជាបងអឺអត់បានបញ្ជាក់ដែរថាតើ process នៃការអឺជ្រើសរើសเนาะរបៀបម៉េចអញ្ចឹង selection ហ្នឹងរបៀបម៉េចអូខេតោះនេះយើងផ្សេងមានសំណួរផ្សេងអត់អូនក្រណសួរសំណួរល្អច្បាស់ហើយឬក៏យ៉ាងម៉េចដែរបានជាអត់មានសំណួរអីចឹងណាហ្នឹងហើយដូចសម្បត្តិក៏ថាអូខេច្បាស់ហើយចឹងបងចង់សួរថាតើគ្នាយើងនៅនឹងម៉ាអ្នកចាប់អារម្មណ៍ចង់ដាក់ដូចថាយើងមានជាក្រុមចង់ដាក់ជាក្រុមដូចកន្ធាឬក៏គ្នាយើងផ្សេងអីអញ្ចឹងបងដឹងខ្លះហើយដោយសារយើងធ្លាប់យើងបានជួបគ្នាឆ្នាំនេះហើយអញ្ចឹងណាអឺដូចជាមានបងតែអាហ្នឹងវាអត់តាន់នេះយើងនៅក្នុងការពិភាក្សាគ្នាពេលដែលច Yes ប់
ហ្នឹងក្រុមដែលនៅ final ហ្នឹងទាំងក្រុមខ្ញុំទាំងក្រុមបងនីតាក៏បានdiscuss គ្នាហើយថានឹងចង់ចូលជាមួយគ្នាអញ្ចឹងណាបង like យើងចូលមួយគ្នាធ្វើតាក់ទងអំពីការផ្សព្វផ្សាយអីអញ្ចឹងទៅប៉ុន្តែយើងក៏អត់តន់ confirm មួយគ្នាច្បាស់ដែរថាយើងនឹងបន្តគម្រោងហ្នឹងមិនអីមិនអញ្ចឹងដោយសារឃើញរៀងស្ងាត់ដែរអញ្ចឹងមិន ចា មិនអីមិនពួកខ្ញុំនឹង discuss គ្នាម្ដងទៀតថាពីណាគេនឹងអាចបន្តណាគេនឹងអត់ហ្នឹងដើម្បីយើងរៀបចំបន្តទៀតបង yes yes ហ្នឹងហើយអូន yes thank you សម្បត្តិអូខេហ្នឹងហើយអត់ចង់ឲ្យគ្នាយើងអឺនិយាយថាសម្ពាធអីទេព្រោះចង់ឲ្យគ្នាយើងសំខាន់យើងយើងយើងមានអារម្មណ៍ថាអូខេខ្ញុំចង់ធ្វើខ្ញុំចង់ចូលរួមអញ្ចឹងណាអញ្ចឹងបើសិនជាគ្នាយើងមានជាចម្ងល់ឬក៏ចង់មាន discussion ឬក៏អីហ្នឹងអាចតាក់ទងមកពួកបងបានអត់បញ្ហាទេព្រោះនិយាយទៅដោយបញ្ជាក់ចឹងយើងរៀបអឺអឺ youth initiative នឹងឡើងនឹងដោយសារតែការស្នើសុំរបស់គ្នាយើងដែរអញ្ចឹងបងជឿថាអាហ្នឹងសំខាន់ហើយបានគ្នាយើងពីមួយ generation មួយ season ទៅមួយ season keep asking ពួកយើងថាអូបងគួរតែមានអានេះគួរតែមានអានេះដើម្បីឲ្យគ្នាយើងបាន ongoing អឺត្រឡប់មកវិញលេ bring គ្នាយើង back អីចឹងណាហ្នឹងហើយ so បែបហ្នឹងអូខេមានសំណួរឬក៏អីអត់ហើយមួយទៀតអានេះបងចង់ចែកម្លែកពីបទពិសោធន៍ថាដោយពួកបងធ្លាប់ធ្វើមួយនឹង artist នៅក្នុងកម្រង Dignity Cambodia អញ្ចឹងអឺពួកយើងពេលខ្លះដូចថាគាត់ដាក់ស្នើមកអញ្ចឹងណានៅក្នុង application អញ្ចឹងគាត់ដាក់មក1 2 3 4 5អីអញ្ចឹងតែដល់ពេលគាត់ត្រូវបាន selected ហើយគាត់ដូចថាហ្នឹងយើងជាផុតទេពីភាពបត់បែនអញ្ចឹងបងចង់បញ្ជាក់ពីយើងដែរថាពួកយើងអាចមានភាពបត់បែន as long as អីដែលយើងធ្វើហ្នឹងវានៅក្នុង scope objective របស់យើងដដែលអញ្ចឹងណាបើយើងគ្នាយើងចង់បត់បែនរបៀបមិនហ្នឹងអាហ្នឹងយើងអាចធ្វើការពិភាក្សាគ្នាបានអឺដូចសំណួររបស់រណាគាត់សួរដែរថាយើងមាន interview អីអត់ចឹងអត់ទេអត់ strict អត់ទៅលើអីហ្នឹងទាំងអស់និយាយទៅយើងរងចាំតែគ្នាយើងឲ្យតែថាបានដាក់មកហ្នឹងគឺអឺនឹង willing to work ជាមួយគ្នាដើម្បីសម្រួលឲ្យគ្នាយើងធ្វើម៉េចអឺធ្វើទៅបានរលូនហ្នឹងហើយ yes ហេចុះគ្នាយើងអត់សួរអត់មានសំណួរសួរថាមិនទៅបងខ្ញុំមានសំណួរពាក់ព័ន្ធជាមួយនឹង sim នៃproject របស់យើងអញ្ចឹងណាថាយើងអាចធ្វើបានទៅលើគេខ្លះមាន youth engagement អញ្ចឹងទៅឬក៏ gender equality ឬក៏យើងអាចបន្ថែម sim អីពីលើនឹងបន្ថែមទៀតកើតបង អឺ theme អីផ្សេងអូនអាចលើកឧទាហរណ៍បានទេថា theme ដែលអូនចង់បន្ថែមឬក៏អូន interested in ហ្នឹងវាពាក់ព័ន្ធទៅនៅរឿងការ promote women's right ឬក៏gender equality ឬក៏អីផ្សេងហ្នឹងដែរឬក៏យ៉ាងណាឬក៏បែបណាអីចឹងណាខ្ញុំគ្រាន់តែសួរបញ្ជាក់សិនឲ្យបងដោយសារតែពេល meeting លើកមុនណាខ្ញុំលើកគ្នាយើងគាត់លើកពី child nutrition អីមកដែរចឹងបងតែវាខុសពីអីដែល NGOC ដល់គាត់ធ្វើចឹងទៅខ្ញុំចង់ដឹងថាបើសិនជាក្នុងករណីខុសពីinitiative I mean like ខុសពី objective របស់ខាងបងធ្វើតើវាអាចនឹង feasible យើងអាច apply fund នឹងកើតអត់បង ចាអរគុណអូនសម្រាប់សំណួរហ្នឹងយេអញ្ចឹងដូចបងព្យាយាម emphasize ពីដើមដែរថាmainly យើងលើកទឹកចិត្តឲ្យគ្នាយើងធ្វើអីក៏បានដែរប៉ុន្តែឲ្យវាចូលទៅក្នុង objective របស់យើងអញ្ចឹងណាអឺមានន័យថាយើងធ្វើលើវិស័យអីក៏បានដែរប៉ុន្តែឲ្យវា touch មានថាវា cross cutting ឥឡូវឧទាហរណ៍គ្នាយើងចង់ធ្វើទៅលើ digital តែ digital ហ្នឹងលើរឿងអីគេ digital promote women's right gender equality អញ្ចឹងទៅធ្វើលើរឿងអីគេធ្វើលើរឿង education ហ្នឹងលើរឿងស្ត្រីរឿងអីដែរអញ្ចឹងមានន័យថារឿង gender women's right អីក៏ទាំងអស់ហ្នឹងគឺ you can do in any sectors ព្រោះដោយសារវាជា cross cutting issue in all sectors អញ្ចឹងណាដូច women's right in climate change ឬក៏ whatever អីចឹងទៅអញ្ចឹងវាឲ្យតែវាចូលអញ្ចឹងដូច case អូនដែលនិយាយទៅមួយនេះគ្នាយើងគាត់ធ្វើ project ទៅនឹង malnutrition ហ្នឹងគឺ very obvious that វាអត់ really ចូលនៅក្នុង objective របស់យើងទេអញ្ចឹងណាហើយជាក់ស្ដែងក៏បងបានជួបជជែកជាមួយអូនផ្ទាល់ដែរដោយសារតែជាក់ស្ដែង
អូនគាត់មានគម្រោងហ្នឹងគាត់ it's existing project already ហើយគាត់បាន supported ដោយស្ថាប័នហើយអញ្ចឹងណាអញ្ចឹងគាត់អាចមក apply ដើម្បីយក fund ហ្នឹងទៀតទេអញ្ចឹងណាអញ្ចឹង fund នេះគឺមានន័យថាសម្រាប់តែគ្នាយើងបង្កើតសកម្មភាពឲ្យ apply មកយកមិន fund នេះ I mean support នឹងអញ្ចឹងណា yes អញ្ចឹងall in all មានន័យថា anything that you guys want to do ហ្នឹងឲ្យវាចូលមកក្នុង objective របស់យើង yes អូខេ ចាបងអរគុណច្រើន ចាអរគុណអូនដូចគ្នាយើងចង់ធ្វើទៅលើរឿង talk show ទៅលើរឿង podcast ឬក៏ again ដូច social media campaign ដដែលហ្នឹង yeah you can do anything ប៉ុន្តែ as long as it's related to topic ដែលយើងបានលើកឡើងនៅក្នុង objective របស់យើងអញ្ចឹងណា yes យើងមានសំណួរអីទៀតទេអូន ខ្លាចលោកគ្នាយើងបញ្ញាប់ចេញទៅក្រៅឬក៏អីចឹងទេ ពីខ្ញុំទៅអត់មានទេបង ចាអរគុណអូនកាន់តែថាចុះតឡាស៊ីមលៀងខានជួបគ្នាយូរហើយចាឆេងកងដូចគ្នាដោយសារតែកាន់តែថាអឺ pain ដុល្លារហើយនឹងគ្នាយើងរតនាអីហ្នឹងគាត់ volunteer មែនតែគាត់មកបន្តមកអញ្ចឹងណាអញ្ចឹងបងអាសាបានជួបគាត់ដែរតែអត់ទៅបានជួបគ្នាយើងផ្សេងដូចកងឬក៏សំលៀងអីចឹងទៅហើយនឹងគឹមសួងអូនគឹមសួងត្រូវអត់អូនឯងប្អូនធានសឹងមែនអត់ឃើញអូនឆ្លើយអញ្ចឹងប្រហែលជានៅសាលានៅអីចឹងណា ចាបងខ្ញុំពីផ្សំ អូខេយេបងទីត្រូវអីចឹងហ្នឹងហើយអញ្ចឹងគ្នាយើងមានសំណួរមានចម្ងល់អីចង់ clarify បន្ថែមអត់បើអត់តមានឥឡូវទេក៏អត់អីដែរគ្នាយើងអាច reach out មកបងផ្ទាល់ហ្នឹងហើយអញ្ចឹងបើគិតថាអត់មានទេបងគិតថាយើងអាចអឺតែចប់ session របស់យើងប៉ុណ្ណឹងគោលបំណងនោះគឺគ្រាន់ដើម្បីបង្ហាញគ្នាយើង like walk you guys through the application ហើយនឹងឆ្លើយសំណួរដែលគ្នាយើងមាន specifically ទៅលើការដាក់application ហ្នឹងចឹងណាយ៉ាអញ្ចឹងបើអត់មានទេបងគាត់ថាយើងអាចសម្រាប់ប៉ុណ្្នឹងបានហើយសង្ឃឹមថាទទួលបាន application គ្នាយើងច្រើន ព្រោះចង់ឲ្យគ្នាយើង start ទៅធ្វើខ្លួនឯងម្ដងអញ្ចឹងណា yes អូខេអញ្ចឹងអរគុណទាំងអស់គ្នា for your time and being interested in this call ហើយ looking forward to see your application ហ្នឹងហើយអូខេអរគុណ bye bye Thank you បងអរ goodbye គុណ Will you all យ៉ាអរគុណសុខសប្បាយទាំងអស់គ្នា